តើ Turbo 1 Single Turbo និង Turbo 2 Twin Turbo ខុសគ្នាដូចម្តេចដំបូងយើងត្រូវយល់សិនថា Turbo Charger ធ្វើការអ្វី Turbo ប្រើឧស្ម័នផ្សែងចេញពីម៉ាស៊ីនដើម្បីបង្វិលកង្ហារមួយ Turbine ដែលបង្ខំខ្យល់ចូលទៅក្នុងម៉ាស៊ីនកាន់តែច្រើនខ្យល់កាន់តែច្រើនមានន័យថាអាចដុតឥន្ធនៈបានកាន់តែច្រើនហើយនោះមានន័យថាកម្លាំងម៉ាស៊ីនកាន់តែខ្លាំង Single Turbo ជាមួយនឹង Single Turbo មាន Turbo តែមួយគ្រឿងដែលធ្វើការងារទាំងអស់បើ Turbo តូចវានឹងចាប់សម្ពាធស្ពូលបានលឿនឆ្លើយតបរហ័សប៉ុន្តែនៅជុំម៉ាស៊ីនខ្ពស់ High RPM វាអាចគ្រប់គ្រងខ្យល់មិនគ្រប់គ្រាន់ផ្ទុយទៅវិញបើ Turbo ធំវាអាចបង្កើតកម្លាំងបានខ្លាំងណាស់ប៉ុន្តែវាត្រូវការពេលយូរជាងមុនដើម្បីចាប់សម្ពាធហើយបង្កើតអ្វីដែលគេហៅថា Turbo lag ដូច្នេះ Single Turbo តែងតែមានការដោះដូររវាងការឆ្លើយតបលឿននិងកម្លាំងខ្ពស់ Twin Turbo នេះហើយជាចំណុចដែល Twin Turbo ចូលមកដោះស្រាយបញ្ហាក្នុងប្រព័ន្ធ Parallel Twin Turbo Turbo 2ដែលមានទំហំស្មើគ្នាចែកការងារគ្នាធ្វើចាប់សម្ពាធបានលឿនជាងផ្ដល់កម្លាំងរលូនជាងកាត់បន្ថយ Turbo lag ប៉ុន្តែបច្ចេកវិទ្យាដែលពិសេសជាងគេគឺ Sequential Twin Turbo ក្នុងប្រព័ន្ធនេះ Turbo តូចដំណើរការមុននៅ RPM ទៀតដើម្បីឲ្យរថយន្តឆ្លើយតបភ្លាមៗនៅពេល RPM កើនឡើង Turbo ធំចាប់ផ្ដើមដំណើរការនិងផ្ដល់កម្លាំងខ្លាំងនិងល្បឿនខ្ពស់នោះមានន័យថាអ្នកទទួលបានទាំងកម្លាំងរហ័សនិងជុំទាបកម្លាំងខ្លាំងនិងជុំខ្ពស់ឧទាហរណ៍ដ៏ល្បីប្រព័ន្ធ Sequential Twin Turbo នេះហើយដែលបានជួយឲ្យ Toyota Supra Mark IV ក្លាយជារថយន្តរឿងព្រេងមួយម៉ាស៊ីន 2JZ GTE របស់វាប្រើ Twin Turbo បែប Sequential ដែលផ្ដល់ទាំងការឆ្លើយតបល្អនិងកម្លាំងខ្លាំងនៅ RPM ខ្ពស់សរុបខ្លីៗ Single Turbo សាមញ្ញថោកជាងនិងងាយកែច្នៃ Parallel Twin Turbo កម្លាំងរលូននិង Turbo lag តិច Sequential Twin Turbo រួមបញ្ចូលអត្ថប្រយោជន៍ទាំងពីរដោយផ្ដល់កម្លាំងល្អគ្រប់ជួរ RPM ដូច្នេះមិនមែនគ្រប់ករណីទាំងអស់ដែល Turbo 2 ល្អជាង Turbo 1 នោះទេប៉ុន្តែបើរចនាបានត្រឹមត្រូវ Twin Turbo អាចផ្ដល់កម្លាំងដែលរលូនខ្លាំងនិងបន្តមិនដាច់ពីដើមដល់ចុង